បានគេហៅថាធ្លាក់ដូចរុយពិតប្រកបមែនកម្មភ្លើងប្រឆាំងយន្តហោះ M167 របស់កូរ៉េខាងត្បូងពិតជាខ្លាំងសឹងតែមិនគួរឲ្យជឿបាញ់ទម្លាក់ដ្រូនមួយវងប្រហែលជាតាមទឹកភ្លើងឲ្យធ្លាក់តិចត្រឹមតែប៉ុន្មានវិនាទីតែប៉ុណ្ណោះនៅក្នុងការសាកល្បងនៅក្នុងពេលថ្មីនេះនៅក្នុងវីដេអូដែលគួរឲ្យជឿនេះបានបង្ហាញអំពីកម្មភ្លើងប្រឆាំងយន្តហោះ M167 ចំនួន8គ្រឿងបានប្រើកណ្ដុងរបស់វាបាញ់គ្រាប់20មីលីម៉ែត្រដើម្បីទប់ទល់នឹងដ្រូនមួយវងធំដែលមានចំនួន50គ្រឿងហើយនៅក្នុងរយៈពេលមិនត្រឹមប៉ុន្មានវិនាទីប៉ុណ្ណោះដ្រូនទាំងនោះបានធ្លាក់ដូចរុយពីលើមេឃសល់តែ6គ្រឿងតែប៉ុណ្ណោះដ្រូនដែលនៅសេសសល់ទាំង6គ្រឿងនោះបន្ទាប់មកត្រូវបានបំផ្លាញនៅចម្ងាយជិតដោយប្រើកាំភ្លើងឡាស៊ែរចល័តអមដោយកាំភ្លើងដៃជួយបាញ់បន្ថែមអស្ចារ្យដល់ម្លឹងក៏ដោយសារតែកាំភ្លើងប្រឆាំងយន្តហោះ M167 មានបំពាក់ប្រព័ន្ធរ៉ាដាដើម្បីចាប់សញ្ញានិងអាចកើនលើកវឿនបាញ់ពីចន្លោះ1000គ្រាប់ទៅ3000គ្រាប់ក្នុងរយៈពេលត្រឹមតែ1នាទីតែប៉ុណ្ណោះនៅក្នុង1វិនាទីកាំភ្លើង M167 នេះចាយអស់ត្រឹម$764.15ប៉ុណ្ណោះបើបាញ់នៅក្នុងអត្រា1000គ្រាប់នៅក្នុង1នាទីឬ1វិនាទីចាយអស់$2292បើបាញ់នៅក្នុងអត្រា3000គ្រាប់នៅក្នុង1នាទីហើយវាក៏អាចបានទាំងយន្តហោះចម្បាំងអត់ធម្មតានិងដ្រូនដែលបានមកពីលោកឧត្តមសេនីយ៍ឯកណាំយងជូប្រធានផ្នែកប្រតិបត្តិការព័ត៌មាននៃទីវិទ្យាការការពារមីស៊ីលរបស់កូរ៉េខាងត្បូងបាននិយាយថានេះគឺជាសមយុទ្ធលើកដំបូងដើម្បីប្រឆាំងនឹងវងយន្តហោះគ្មានមនុស្សបើដែលគង់តែលេចចេញជាការគំរាមកំហែងដល់អធិពលដោយប្រើប្រាស់ទ្រព្យសម្បត្តិដែលមានក្រាបដូចជាកាំភ្លើងខាងដើមលោកបានបន្ថែមថាផ្អែកលើលទ្ធផលនិងមេរៀនពីសមយុទ្ធនេះវានឹងធ្វើឲ្យកូរ៉េខាងត្បូងមានសមត្ថភាពកាន់តែខ្លាំងក្នុងការទប់ទល់នឹងរ៉ូនរបស់សត្រូវហើយទីកូរ៉េខាងត្បូងក៏នឹងបំផុតជំនាញប្រហែល50,000នាក់ឲ្យខ្លាយទៅជាអ្នកកំពុងជំនាញខាងប្រើប្រាស់ដ្រូនផងដែរព្រោះដ្រូនដើរតួនាទីសំខាន់ណាស់នៅក្នុងសង្គ្រាមសម័យទំនើបដោយមានសង្គ្រាមនៅអ៊ុយក្រែននិងមជ្ឈមបូព៌ាជាឧទាហរណ៍ស្រាប់ទៅហើយគឺជាចរិតរបស់អាមេរិកទៅហើយនេះគឺជាសម្ដីរបស់អេរ៉ុងស្របពេលអះអាងថាកងឆ្មាំបដិវត្តអ៊ីស្លាមរបស់ខ្លួនកំទេចទីតាំងយោធារបស់អាមេរិកបាន8កន្លែងនៅមូលដ្ឋានយោធាអាលីអាល់ហ្សាលីមនៅក្នុងប្រទេសគុយវ៉េតនិងទីបញ្ជាការនៃកងនាវាទី5របស់អាមេរិកនៅបារ៉ែននៅក្នុងការវាយប្រហារសងសឹកកាលពីព្រឹកថ្ងៃអាទិត្យមុនពេលភាគីទាំងពីរបានព្រមព្រៀងផ្អាកប្រយុទ្ធគ្នាសិនមួយប្រាវដើម្បីបើកផ្លូវឲ្យមានការចរចាគ្នាបន្តទៀតនៅក្នុងទីក្រុងដូហាប្រទេសកាតានោះភាពតានតឹងជាថ្មីបានផ្ដើមចេញអំពីការវាយប្រហាររបស់អេរ៉ុងលើនាវាដឹកទំនិញមួយគ្រឿងដែលមានចងទង់ជិតសង្ហបុរីនៅក្បែរច្រកសមុទ្រហូម៉ូសដោយលោកត្រាំចាត់ទុកទង្វើនេះថាគឺជាការរំលោភបំពានកិច្ចព្រមព្រៀងដំបូងដើម្បីបញ្ចប់សង្គ្រាមលុះនៅថ្ងៃសុក្រយោធាអាមេរិកក៏បានបើកការវាយប្រហារនៅជុំវិញច្រកសមុទ្រហូម៉ូសដោយផ្ដោតទៅលើទីតាំងមីស៊ីលដ្រូននិងប្រព័ន្ធរ៉ាដារបស់អេរ៉ុងដោយលោកត្រាំថែមទាំងគម្រាមកំទេចអេរ៉ុងឲ្យរលាយបាត់ពីផែនដីទៀតផងនៅថ្ងៃសៅរ៍អេរ៉ុងក៏បានលើកឡើងថាខ្លួនបានវាយប្រហារសងសឹកលើមូលដ្ឋានយោធាអាមេរិកនៅតំបន់មជ្ឈមបូព៌ាវិញហើយប៉ុន្មានម៉ោងក្រោយមកអាមេរិកក៏បានវាយប្រហារបកទៅអេរ៉ុងបន្ថែមទៀតវិញផងដែរប៉ុន្តែនៅព្រឹកថ្ងៃអាទិត្យអ៊ីរ៉ង់បានសងសឹកវិញយ៉ាងចាស់ដៃដូចគ្នារហូតធ្វើឲ្យទីតាំងយោធាអាមេរិកខ្ទេចខ្ទីដោយការរៀបរាប់ខាងលើប៉ុន្តែទីបញ្ជាការកណ្ដាលរបស់អាមេរិកបានអះអាងថាទាំងដ្រូននិងមីស៊ីលរបស់អ៊ីរ៉ង់ខ្លួនស្ទាក់ចាប់បានទាំងអស់ដែលនេះធ្វើឲ្យកើតមានព័ត៌មានផ្ទុយពីគ្នាបើទោះបីជាយ៉ាងណាក៏ដោយនៅថ្ងៃច័ន្ទនេះកាសែត Axios បានរាយការណ៍ថាភាគីទាំងពីរព្រមផ្អាកប្រយុទ្ធគ្នាមួយប្រាវសិនដើម្បីចរចាគ្នាបន្តនៅថ្ងៃអង្គារនៅក្នុងប្រទេសកាតាទន្ទឹមគ្នានេះមានក្រុមអ្នកវិភាគមួយចំនួនបានលើកឡើងថាកុំតែអេរ៉ុងនៅខ្លាំងទេកុំអីអាមេរិកមិនព្រមបន្ទន់ជំហរវិលចរចាបន្តនោះឡើយកិច្ចពិភាក្សាបច្ចេកទេសក្រុងនឹងបន្តគ្រប់ចំណុចទាំងអស់នៃ MOU ដោយភាគីទាំងពីរនឹងឈប់បាញ់គ្នាសិនហើយនាវានានានឹងអាចឆ្លងកាត់ដោយសេរីនេះគឺជាសម្ដីមន្ត្រីអាមេរិកម្នាក់ដែលបានមកប្រាប់កាសែត Axios បើទោះបីជាយ៉ាងណាក៏ដោយលោក Abbas Araghchi រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់បានលើកឡើងថាការធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រហូម៉ូសនឹងវិលទៅរកស្ថានភាពដូចមុនសង្គ្រាមឡើងវិញក្រោមការគ្រប់គ្រងផ្ដាច់មុខដោយអ៊ីរ៉ង់រយៈពេល30ថ្ងៃដោយលោកបានប្រមានថារាល់ការអន្តរាគមន៍ឬក៏ការប៉ុនប៉ងណាមួយដើម្បីគ្រប់គ្រងច្រកសមុទ្រនេះដែរនោះគឺនឹងធ្វើឲ្យស្ថានភាពកាន់តែស្មុគស្មាញនិងធ្វើឲ្យការបើកច្រកសមុទ្រហូម៉ូសកាន់តែយឺតយ៉ាវទៅវិញនោះទេយោងទៅតាម Aziz បានបង្ហើបថាតាមពិតក្រុមអ្នកចរចាដំបូងឡើយក្រុងនឹងទៅជួបគ្នានៅស្វីសហើយពិភាក្សាគ្នារឿងកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់ទេប៉ុន្តែដោយសារតែស្ថានភាពប្រែប្រួលទើបមានការងាកមកផ្ដោតលើច្រកសមុទ្រហូម៉ូសដែលអ៊ីរ៉ង់នៅតែទាមទារសិទ្ធិប្រមូលថ្លៃសេវាឆ្លងកាត់ប៉ុន្តែអាមេរិកមិនព្រមនោះ